ថ្ងៃច័ន្ទ13ខែចេឆ្នាំបិសាចសប្តាហ៍ពុទ្ធសករាជ2569ទីនោះនេះខ្ញុំបានត្រឡប់ពីខេត្តកំពតមកដល់ទីក្រុងភ្នំពេញវិញនៅទីតាំងទួលគោបាទនេះละอ่างแห่งตึกกำซาดอำเภอกายក្នុងថ្នាក់ឬក៏ចន្ទទី12បាទលោកអ្នកគួរយល់ផងដែរថាละอ่างមិនមែនអាងទឹកទេបាទละอ่างនេះមិនមែនសំដៅរូងភ្នំទេបាទរូងភ្នំថារូងភ្នំហើយបាទនេះគឺละอ่างសម្រាប់ដាក់ទឹកមិនអាងទឹកទេបាទលោកអ្នកហាក់មិនហាក់ទៅបាទនៅក្នុងចន្ទទី12នេះឯងបាទដើមឈើបាទដើមនេះគេដាំជាដើមផ្កាទេហើយដើមផ្កាទូគេដាំនៅខេត្តដូចដាំនៅទីដីសង្គ្រោះហ្នឹងឯងហើយខាងលើនេះក៏មានកន្លែងសម្រាប់អង្គុយទទួលទានអាហារដែរគេថាកន្លែងនៅខេត្តកายដែរណាបាទព្រោះវាហៅទឹកហើយអាចអង្គុយជជែកគ្នាលេងបាននេះខ្ញុំថតពីកន្លែងគេងដែលមានរៀនរត់ជុំវិញខ្ញុំថតដល់នេះវាបានច្បាស់ល្អទេខ្លាចដែរខ្លាចយកប្រពន្ធដែរបាទខ្ញុំបាទសូមជម្រាបផងដែរថាសន្តាគារនេះឈ្មោះថាអាម៉ាដាឬអាមេដាចឹងក៏តាបានប៉ុន្តែមិនដឹងថាយ៉ាងណាប្រកាសទេតែគេអាននោះប៉ុន្តែសន្តាគារនេះស្ថិតនៅខណ្ឌទួលគោបាទខណ្ឌទួលគោក្រុងភ្នំពេញនេះហើយប៉ុន្តែខ្ញុំមិនប្រកាសថាជាទីប្រមាណដែរបាទសូមអរគុណដែលចំពោះលោកអ្នកដែលបានទស្សនាអរគុណជូនពរឲ្យមានអាយុវែង